Bà chào đẹp số đây là số sẽ đây một phần nữa này và chúc chị cho mùi khi bạn đón thế đấy xa dịch mày thế đấy một phần nè mới dẫn đến xa thì nhầm một phần tới bạn tranh biệt ổ ở bóng bồn chứ một phần mình ăn bên biệt ổ thế một phần và đã cần nhầm một phần tới bạn recordไปโชว์เลยchứ một phần nó ngày ở ngàyนี้nhomចូលបងមុនដំបងបងនៅមក7កន្លះអញ្ចឹងបងនឹងគឺហាងហើយឈី2បងប្អូននៅផ្លូវ3ចឹងនៅម្ដុំផ្លូវនេះបងប្អូនជិតផ្សារណាត់កន្លែងគេវឌ្ឍនៈជាប់កាច់កែងគេវឌ្ឍនៈនៅក្រោយចឹងបងប្អូនបាទហើយខ្ញុំកំពុងជិះតម្រង់ទៅហាងហើយបងប្អូនមើលម៉ែប្រហែលជាអាចស្គាល់ខ្លះបាទសិនថាគេកន្លែងសួននេះបងប្អូនសួនរូបមនុស្សគេធ្វើថ្មីស្អាតហើយបងប្អូនចឹងបងប្អូនអាចទៅអង្គុយលេងបាននៅមុខគេវឌ្ឍនៈចឹងហ្នឹងហើយខ្ញុំកំពុងជិះកាត់តាមផ្សារណាត់ហើយកាត់តាមគេវឌ្ឍនៈតម្រង់ទៅកាន់ហាងចឹងបងប្អូនហាងនៅចប់នឹងជ្រុងកាច់កែងផ្លូវ8/4ចឹងនៅអាចជ្រុងកាច់កែងជាប់វត្តប្រភេទបងប្អូនបងប្អូនដែលតែងធ្វើដំណើរតាមហ្នឹងបងប្អូនស្គាល់ហើយជិះបាទអញ្ចឹងខ្ញុំក៏ជិះទៅកន្លែងកាយហ្នឹងគឺគេមានគេដាក់សំណាញ់អញ្ចឹងបងប្អូនដាក់សំណាញ់ធ្វើផ្លូវបាទអញ្ចឹងខ្ញុំបានទៅដល់ហើយខ្ញុំធ្វើការឆាតទៅកាន់ងាវដោយរដងខ្ញុំមុនងាវក៏កំងប៊ឺហ្គឺសាច់គោ2ហើយតម្លៃអស់16000បាទ16000ហើយដោយសារតែភ្ញៀវនៅឆ្ងាយតែបងប្អូននៅទៅចិត្តវងមួយព្រាបសអញ្ចឹងតម្លៃដឹកគឺក្រហាងក្រុមហ៊ុនឆាច់ទៅលើថែមអញ្ចឹងបងប្អូនដោយសារតែឆ្ងាយតម្លៃដឹកវាលើ4000ចាប់ពី4000ឡើងគឺខាងក្រុមហ៊ុនឆាច់ថ្លៃសេវាដឹកអញ្ចឹងបងប្អូនចឹងតម្លៃអីវ៉ាន់សរុប16000បងប្អូនតម្លៃអីវ៉ាន់សរុប16000ប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងយកទៅដល់គឺអស់លើនឹងបងប្អូននៅមុននឹងដោយសារតែខ្ញុំចុចថតទៅអត់មានបំណងថាចង់ថតបង្ហាញរូបបង្ហាញអីទេបងប្អូនដោយសារតែវាជាប់កាមេរ៉ាមុខចឹងឥឡូវខ្ញុំបានវ៉ាងនៅបងប្អូនចឹងខ្ញុំធ្វើការអូទៅតាមលំដាប់ហើយខ្ញុំធ្វើការចាប់ផ្ដើមធ្វើដំណើរបងប្អូនដោយសារតែ map recommend យើងឲ្យជិះតម្រង់ទៅតាមភ្លើងស្តុបមនីវងបងប្អូនឡើងពីស្ពានភ្លើងស្តុបទៅយើងបត់ស្ដាមហើយយើងតម្រង់ទៅកាន់ស្ពានថ្មថ្មីបងប្អូនស្ពានថ្មថ្មីចិត្តបែបធំហ្នឹងបងប្អូនហ្នឹងហើយយើងតម្រង់បុកទៅកាន់វងមូលតានបងយូបងប្អូនតាមផ្លូវជាតិលេខ5បងប្អូនហ្នឹងផ្លូវជាតិលេខ5ផ្លូវពីបាត់ដំបងភ្នំពេញបាត់ដំបងពីមានជ័យចឹងបងប្អូនហ្នឹងហើយផ្លូវជាតិលេខ5គឺផ្លូវទៅវិញជាងគេបងប្អូនចូលប្រហែលខែទៅខ្ញុំភ្លេចបាត់ហើយបាទខានរៀនយូរចឹងអូខេចឹងខ្ញុំធ្វើការឆ្លងស្ពានទៅត្រើយមកខាងបងប្អូនខ្ញុំមិនជិះលឿនទេបងប្អូនដោយសារតែចរាចរណ៍អាត្មានឹងគឺរាំងមមាញឹកដែរអញ្ចឹងបងប្អូនយើងអៀនបងប្អូនយើងអត់អាចជិះលឿនបានទេផ្លូវវាផ្លូវស្រួលដែរអញ្ចឹងវាអត់មានកលេសកលុកទេគាត់ថាដោយសារចរាចរណ៍ច្រើនទៅយើងជិះលឿនអត់បានបងប្អូនយើងស្ទះអញ្ចឹងយើងមិនមែនចេះតែវ៉ាចេញគេដោយសារតែវាយើងការពីប្រយ័ត្នយ៉ាងដែរហ្នឹងមិនមែនថាយើងអង្គថាអ្នកដឹកអីចឹងដឹកមហូបចែកជីវ៉ាចៅវ៉ាឡើងវាអាចបកកមានគ្រោះថ្នាក់អីចឹងដោយយើងមិនបានការប្រុងប្រយ័ត្នអូខេចឹងខ្ញុំធ្វើដំណើរទៅហើយបងប្អូនម្ដុំនោះគឺចិត្តនេះបងវត្តពុកក្នុងចឹងហើយកន្លែងកាច់កាយហ្នឹងគឺបែកទៅខាង
xa cái phi xa ấy chứ buồn nâng ấy nhầm ban cho long cả đã lại phường stop cho bao chữ cái buồn chết đo tạm bằng nhiều ấy hay còn chỉ cắt AC đa chỉ cắt đã lại bồn đá chẳng buồnแล้วยมโจตะกันวงมูลให้ยังធ្វើការជីទៅតាម map បាទហើយភ្ញៀវគឺគាត់នៅកន្លែងជាដល់ព្រៀបសងបងកន្លែងហាត់តៃខុនដូបងកន្លែងគេហាត់តៃខុនដូមួយហ៎បងប្អូនប្រហែលអ្នកខ្លះគាត់ស្គាល់អញ្ចឹងកន្លែងនោះមានតែមួយទេបងប្អូនទៅពេលនេះនៅខាងស្នាមដៃបងប្អូនជិតដល់ព្រៀបសនេះជាកន្លែងអង្គការឬមិនទេខ្ញុំអត់ច្បាស់ដែរទេប៉ុន្តែខ្ញុំដឹងតែកន្លែងគេហាត់តៃក្វាន់ដូហើយភ្ញៀវក៏គាត់នៅក្នុងនឹងដែរបាទប៉ុន្តែសារ location ចាប់នៅសំអាងការតារាវតៃហ្នឹងគឺចិត្តនឹងដែរបងប្អូនគាត់ថា location វាចាប់កន្លែងហ្នឹងអាចចាប់កន្លែងតៃក្វាន់ដូទេគាត់ថាវាខុសគ្នាប្រហែលជា2-3 ម៉ែត្របងប្អូនមិនអីទេខុសប៉ុណ្ណឹងគឺអត់បញ្ហាទេបងប្អូនអញ្ចឹងបើសិនជាភ្ញៀវគាត់មានបានមើល app នៅក្នុងទូរស័ព្ទគាត់ដឹងតែយើងជីដល់ណាដល់ណីគាត់អាចចេញមករងចាំបានអញ្ចឹងប៉ុន្តែសារគាត់លោកជាប់រវល់ហាត់តៃក្វាន់ដូអញ្ចឹងបងប្អូនគាត់មានបានមើល app ណាបងប្អូនអញ្ចឹងកន្លែងហ្នឹងចិត្តដល់ហ្នឹងក៏គឺមានរោងការមួយបងប្អូនរោងការនៅតាមផ្លូវកន្លែងជាប់ជាងហៀងផ្លូវហ្នឹងជាប់គ្នានឹងតៃក្វាន់ដូហួសរោងការបន្តិចគឺដល់កន្លែងហាត់តៃក្វាន់ដូអញ្ចឹងបងប្អូនហើយរោងការហ្នឹងក៏ខ្ញុំធ្លាប់ចេះទៅម្ដងហើយដោយសារតែខ្ញុំយកបានទៅឲ្យគេនឹងដែរអញ្ចឹងឲ្យនៅកន្លែងរោងការដោយសារគាត់ខ្វះវ៉ាន់ហុចងាវហ្នឹងបងប្អូនអញ្ចឹងអាហ្នឹងវ៉ាន់ហ្នឹងខ្ញុំដឹកក្រៅទេបងប្អូនដោយសារគេមានគេរឲ្យដឹកអញ្ចឹងបាទមកនេះខ្ញុំមកដល់ហើយខ្ញុំធ្វើការទំនាក់ទំនងដោយរដងបងប្អូនហ្នឹងហើយធ្វើការតាក់ទងទៅគាត់ដោយរដងហើយដោយសារខលទៅគាត់អត់លើកណាមួយវាលឺសលេងរំខានអកកដងគេដាក់អកកដងកន្លែងរោងការអញ្ចឹងក៏ខ្ញុំខលទៅតែម្ដងទេដល់ពេលគាត់ឃើញយើងខលទៅគាត់ចាញ់មកយកអញ្ចឹងគាត់បានលើកតែគាត់តែគាត់ឃើញយើងគាត់ចាញ់មកយកអញ្ចឹងហ្នឹងហើយគាត់ចាញ់យកហើយថ្លៃដឹកក៏បាន 4,400 ដោយសារតែវាឆ្ងាយដែរបងប្អូនបាទអញ្ចឹង18,600បងប្អូនអូខេអញ្ចឹងខ្ញុំចូលបងទី2ហើយបងប្អូនដោយសារតែខ្ញុំចាញ់ពីនឹងមកខ្ញុំក៏ជិះមកអង្គុយនៅកន្លែងសួនផ្លូវលេខ1បងប្អូនកន្លែងទៅមុខ LG អញ្ចឹងកន្លែងនោះមានបង់អង្គុយលេងបងប្អូនពេលច្រើនខ្ញុំសារអង្គុយលេងនឹងបាទអញ្ចឹងបងទី2គឺចូលគួរចំហុយបាត់បងប្អូនគួរចំហុយច្រើនកន្លែងបងប្អូនពី3កន្លែងមានគួរចំហុយ502គួរចំហុយបាត់ដំបងអញ្ចឹងគួរចំហុយ502យើងបើយើងជិះពីស្ពានក្លាស៊ីទៅយើងឆ្លងពីស្ពានកាត់ក្លាស៊ីទៅគឺដល់គួរចំហុយ502អញ្ចឹងបងប្អូនហើយគួរចំហុយបាត់ដំបងនៅហួសនឹងតិចនៅហួសផ្លូវបំបាយចូលអី Star Hotel ឯងខ្ញុំចង់ផ្លេចហើយកន្លែងហ្នឹងមាន Star Gear មួយបាទនឹងឯStar Gear នឹងឯ Star Villa ចង់ភាំងកន្លែងហ្នឹងនឹងឯខ្ញុំជិះតម្រង់ទៅកាន់ហ្នឹងហើយកាត់ផ្លូវនឹងបន្តិចដល់បាទគួរចំហុយបាត់ដំបងទៅដល់អាវ៉ាន់ណារៀបចំហើយបងប្អូនដោយសារតែហាងគេមាន app មើលអញ្ចឹងក៏ដឹងថាភ្ញៀវកំងអញ្ចឹងក៏រៀបចំមុនអញ្ចឹងគេកំងតៅហ៊ូអាំងបើតែហើយភ្ញៀវគឺនៅខាងបរិយដងចាក់បងប្អូនភ្ញៀវចាស់ដែរទេបងប្អូនអញ្ចឹង location គាត់ចាប់នៅកន្លែងមុនថាលក់សម្លៀកបំពាក់ចាប់នៅផ្លូវធំដែរប៉ុន្តែគាត់តែយើងជិះទៅមានផ្លូវច្រកចូលតូចមួយហើយជិះចូលទៅប្រហែលជាថាជាង10 ម៉ែត្រចុះ15 ម៉ែត្រចុះដល់ផ្ទះគាត់
Chẳng nhung thua ca ô tao tam nằm đáp hay thua ca mơ mai bài nhung thua ca chi tầm răng tam mai bằng quân đây sao là mai recommend nội dương chi từ chlong speed hay tụi ca là plug stop plug plug bay bằng quân plug stopping through bằng quân chẳng hay dương tao thì chỉ tam mai bà bây giờ dương ai chi giờ gọi là cắt xuân sau khi lần từ tam spin là khác của bạn này còn thật map cứ recommend tất cả nắng cứ dương chi tam map bởi mình dương trao chi tam map bởi dương chi kho map của bạn này buồn còn là ta dương hot ban bạn lượng tự chơi bị cầm hồn chứ không buồn ở xa riêng rồi mà sắp bạn đã cứ khang cầm hồn tất cả đó là bạn lượng tự chất tất cả nhẹ đẳng chun cái xa cái hào thả rider và delivery na đây còn đặc chú này nhiều quạt với cả đã bận tục đã cài ơi bình bình nhất muốn hay sẽ bị sợ bị ấy chứ không muốn chứ ngờ khang con muốn nung tất cả bạn lợi tự chặt chỉ riêng rồi mới sắp nào mà đòn chứ không muốn nhưng mà đại ban cho này hùng bộ này có muốn bạn 7 rồi pi rồi 5 rồi và đây là sao lâu nhưng usaha chỉ tạm mày bằng buồn chỉ tầm rau tam mày trong hôn nữa phải chẳng dương ai bạn còn mà tới đây mà sắp ra nó ai bạn biết là bị bọn chiên chứ hả muốn biết là bị bọn chứ muốn chẳng dương về bạn xong xong cái này là nó chẳng như sợ chất chỉ tạm mày tụi bây giờ dương đừng flow cắt có đòi ở đây dương sợ chất chỉ tạm mày thế là bài bạn bạn lực tự chất xong cái này đây chứ không muốn nâng này lâu nhầm chi cắt tam sạp và đây xa rung là khó buồn nâng lấy những miếng xa rung khó buồn cắt lao thay lớn nâng này hãy dựng bục tất cả flow chỉ lấy hàm bal và flow nó cứ theo tất cả phần bầu buồn flow chỉ lấy hàm bal và nâng này nhầm ban mà đo lành thì tăng hay nhầm chi châu là khả năng tích tiết đồng buồn bà nhầm chi châu là khả năng tích tiết bàn tay máy việc chạp đo nâng thể quá chân nghe của mong bỏ mùi bọn pi rồi còn mở bỏ mùi bọn rồi hốc bắt ai dừng vô bỏ mùi bọn pi rồi chắc vốn nâng hệ xa có bắt đầu motion rồi chân vì miền cái tôi sen sen nhé bà hay phiêu cha đã thế vốn nâng ngày một con lâu nhâm ban cho bông thay thì đúng không? Tại sao bông ní cái riêng có kê để sao chạy bông cái hào thầy Grab Express một con thế tông Grab Express cứ đôi đặc các bạn này một con thay nhiều vật ôi dương thì nhiều bạn bị lành mũi hay dương nhiều đặc lành mùi thì chẳng có muốn lượng là đôi chỉ khang trong hôn đặng chùn chẳng muốn chẳng mà sản phẩm Grab cứ cái miền Grab Food hay Grab Expressอย่างบุญจังหวะปนเป็นจังหวะกรรมมือนะก็อาจก็มองตามหนึ่งผ่านได้ปะไอ้สำหรับ Grab Express คือยืนกรอนในชีตตันตีตั้งในข้างคิวกำหนดไอ้ยืนtừ dấuไอ้bán và để xa phản ứngคือคิวก็เตะตรงตัวข้างmột trăm mà nè thế nàyก็มองmà hộp là còn lại meeting này còn thay ở mai chạp bắt đo chân của con đã thì tăng chốt cái này đang meeting này đây còn ta có ban xe nó trên nam máy bằng vốn hay bông Grab Express ấy nhóm tập tại chỗ chỉ lượng tìm người đàn vốn chân về rằng phèn phèn memo chẳng nhưng rồi đó đôi chỉ Grab Food nhưng tập đó nhưng chạy bàn một đó hay nhưng trăm bàn bàn nhưng tất cả thọt chạy ấy chứ muốn anh có sai về sự đi thế này một con đời này là chương nhưng trăm bàn ở bàn tiếp hiếu hay nhưng thực hợp tiền toạt đấy thọt thọt ở bàn năng hái dương vô
យកអវ៉ាន់ទៅឲ្យភ្ញៀវតែម្ដងមកបងប្អូនហើយមានកន្លែងសម្រាប់ scan barcode អីចឹងហ្នឹងសម្រាប់តាមហាងមួយដែរបងប្អូនអញ្ចឹងខ្ញុំបាននេះធ្វើការថតអញ្ចឹងការអូទៅតាម step ទៅវានឹងបង្ហាញ map ឲ្យយើងជិះទៅកាន់ភ្ញៀវអញ្ចឹងបងភ្ញៀវនៅកន្លែងកែងចំោះជ្រូកគាវឌ្ឍនៈបងប្អូននៅកន្លែងច្រកនឹងបងប្អូននៅពីក្រោយបន្តិចកន្លែងហាងលក់ម៉ូតូអញ្ចឹងបងហ្នឹងហើយខ្ញុំធ្វើការជិះតម្រង់ទៅកាន់ភ្ញៀវហើយបងប្អូនហើយសម្រាប់បងនេះគឺយើងអត់គិតថ្លៃវ៉ាន់ពីភ្ញៀវទេដោយសារតែវ៉ាន់ហ្នឹងភ្ញៀវក៏តាក់ទងជាមួយហាងភេរីអស់ហើយបងប្អូនយើងគិតតែថ្លៃដឹកទេបងប្អូនអញ្ចឹងថ្លៃដឹកគឺខាងក្រុមហ៊ុនគឺយក3000ប៉ុន្តែក្រុមហ៊ុនកាត់ថ្លៃ commission ពីលើយើងនឹង360ហ្នឹងហើយ340បងប្អូន340អញ្ចឹងយើងនៅសល់តែ2600យើងនៅសល់2640បងប្អូនចាំមើលបន្តិចទៀតខ្ញុំចុចបញ្ចប់បានដឹងថាយើងបានថ្លៃដឹកប្រហែលហើយយកពីភ្ញៀវប្រហែលអញ្ចឹងបងប្អូនខ្ញុំចង់ភាំងដែរកន្លែងហ្នឹងដោយសារតែបងទី1ទេចូល Grab Express ដឹកយូរហើយបាទទៅចូលបងទី1បាទដោយសារភ្ញៀវគាត់អត់សូវដឹងអញ្ចឹងគាត់អត់សូវដឹងគាត់អត់សូវបានកំងអានេះស្តៀងនឹងម៉ូតូដូចដែរបងប្អូនបងយើងយកបានពីកន្លែងមួយទៅឲ្យកន្លែងមួយអញ្ចឹងបងគាត់ថានៅក្នុង Grab Express គឺតម្លៃវាធូរថ្លៃជាងអញ្ចឹងនេះថ្លៃដឹកខ្ញុំបានតែ2640ដែរដោយសារខាងក្រុមហ៊ុនឆាច់ទៅលើ commission បាទអញ្ចឹងយើងធ្វើការថតបញ្ជាក់មកតង់ទៀតប៉ុន្តែខ្ញុំថតម៉ូតូដោយសារតែអត់ហ៊ានថតគេផ្ទាល់អញ្ចឹងខ្លាចគេថាយើងអូខេអាហ្នឹងយើងថតអ្នកទទួលអញ្ចឹងអូខេអញ្ចឹងខ្ញុំបានចុចបញ្ចប់រួចហើយបាទឥឡូវខ្ញុំចូលបងមួយទៀតបងប្អូនចូលទៅខាងប្រហិតឆឹងសៀមរាបបងប្អូនហើយបងនេះគឺហាងនៅជិតពេទ្យធំបងប្អូនឆ្លងស្ពានតិចដល់ហើយបងប្អូននៅជាប់កន្លែងមជ្ឈមណ្ឌលស្វាយប៉ោបងប្អូនកន្លែងមជ្ឈមណ្ឌលស្វាយប៉ោកន្លែងពេទ្យណាមជ្ឈមណ្ឌលមិនមែនមជ្ឈមណ្ឌលទេបងប្អូនគេហៅថាមណ្ឌលសុខភាពស្វាយប៉ោបងប្អូនចាច្រឡំហ្នឹងហើយកន្លែងមណ្ឌលសុខភាពស្វាយប៉ោបងប្អូនហើយហាងហ្នឹងក៏ខ្ញុំទៅតែចូលលើកទី1ដែរបងប្អូនដឹករដងអត់ចូលហាងគាត់ទេបាទតែថ្ងៃនេះគឺបានចូលទៅហាងប្រហិតឆឹងបាទអីចឹងបើហាងផ្សេងគឺខ្ញុំមកធ្លាប់ចូលទៅយកបានតែប្រហិតឆឹងសៀមរាបទៅចូលបងលើកទី1បាទបើកឆាកក្រោយពីចូល Grab Express បាទអញ្ចឹងសតតែលើកទី1ដូចគ្នាបាទអូខេអញ្ចឹងខ្ញុំបានចុចមើលកន្លែងវ៉ាន់ហើយបង្ហាញទៅហាងដោយសារហាងគាត់អត់បានមើលអេបបុគ្គលិកគាត់បានមើលអេបអញ្ចឹងគាត់មកសួរយើងអញ្ចឹងយើងឲ្យគាត់មើលទៅហើយយើងអង្គុយរងចាំទៅបាទប៉ុន្តែបើសិនជាហាងគាត់បានមើលអេបគឺពេលខ្លះយើងអាចទៅដល់វ៉ាន់ហើយបាទវ៉ាន់រួចស្រេចបណ្ដោយអញ្ចឹងយើងគ្រាន់តែដល់យកភ្លាមតែម្ដងអញ្ចឹងនឹងហើយយូគាត់កំងប្រហិតឆឹងបបទៅហើយនំប៉័ងបើអញ្ចឹងអូខេអញ្ចឹងខ្ញុំមើលភ្ញៀវគាត់ប្រើ promotion ហើយទីតាំងហារដ្ឋានបាត់ដំបង BBQ កន្លែង buffet ជាប់វត្តសកាយបងប្អូនចូលពីស្ពាននឹងទៅឃើញកន្លែងប៉ុកគីហើយហួនទៅកន្លែង BBQ ផ្លូវបុកទៅសួនយុវ័នបាទជប់ក្នុងទ្វារវត្តសកាយបងប្អូនអូខេខ្ញុំបានរង្វាន់ហើយបងប្អូនធ្វើការជិះទៅកាន់ភ្ញៀវបាទដោយសារតែអ៊ីនធឺណិតវារឿង slow អញ្ចឹងវាចាប់
map ở sau này ở sau chứ bà một nâng khơi là nó bật tê na bật tê này bà chân thua ca chi chlong spin nói bằng bốn bà chi tam plau cắt plau cho lạ kỳ lạ kỳ hình chạy lý của ấy một cái bắt chật vậy bà cắt tam sala so hơ sala ấy chứ cắt tam sanat sai chứ bà tầm rong tôi can spin chlong tôi can classy hay dương thôi đầm na rọp tam xu anh chứ một năng này thì thôi đầm na rọp tam xu đó bà hay để sao nghiếu còn ở bà khang vật sky cái nào tệ một chlong spin try mà khang spin spin bốc pi nhiều mi hả bằng ra đã spin bốc pi là tổ là đầm bông nghĩ là tổ nào thì nương này nhầm thưa cái chi tới cả tam xuân còn tại sao để bông con đang sắp ấy plau nương cứ riêng những ít bông con tại sao mình là bông bồn dương có tàu hạt pràn chứ có tàu hạt pràn đây rồi là nghi chứ thử chừng trả ra cho riêng những ít chứ ban lừa nè tập bất trong ngày bên đó chỉ mình du đây một con mà săn plau là chứ plau xu ra đây còn đập plau những ít nên ngày thức ca cai chơi đó nhiều cận đâu cho nâng lại như hang BBQ nâng ngày bữa đây còn thằng có đã ban mưa từ sáp thì còn ban mưa sáp ở đằng thì dương tự đòi dương khỏi là có đó hay nhiều cận đâu cả lại lọ bơ cả lọ cũng muốn hơi lên bơ cả lọ cũng muốn môi trà đấy môi trà thọc thì vô văn có thọc đã ai còn phải muốn này bữa đây còn thằng chung mà con được thay mày chứ dương ở chàm ở thì sao con yu cho con mà đồng yu ấy yu đại chứ buồn pram bông mùi khai ấy nữa là ta chàm bát mà đặt bông rọp lại chứ là người nhưng mà bạn tất cả chụp qua đấy tất cả ô chứ bảo con bông mà mơn buồn buồn chứ con mơn pram chứ bạn có tùy đại chứ lấy em cho bông trắng màu ngay một buồn KFC rồi朋友ជនជាតិដែរទេបងប្អូនគាត់កំង KFC ហើយគាត់ពេលលុយស្រ័យបងប្អូនតាម Grab Pay អញ្ចឹងពេលលុយស្រេចតាម Grab Pay គឺពេលបងប្អូនចង់កំងអីពេលលុយខាងខ្នងអញ្ចឹងបងប្អូនចុចទៅវាមានឲ្យយើងរើសឡើងធនាគារអញ្ចឹងសម្រាប់បងប្រាក់មាន AVA មាន AC អញ្ចឹងបងប្អូនមាន AC ជាដើមអញ្ចឹងយើងរើសមួយណាទៅដែលយើងកង់របស់យើងមានអញ្ចឹងចុចនឹងទៅapp វានឹងកាត់លុយចាញ់ពីbank របស់យើងថ្លៃអីវ៉ាន់អញ្ចឹងបងប្អូនអូខេចឹងដោយសារអីវ៉ាន់ហ្នឹងវាមានកំងអីខ្លះទេនេះសិតអង់គ្លេសបងប្អូនខ្ញុំអត់ជាអ្នកជំនាញអង់គ្លេសផងបងប្អូនគាត់តែទៅដល់ហាងក៏ដឹងហើយបាទនេះបានប៉ុណ្ណឹងបងប្អូនធ្វើការថតម្ដងអត់ជាប់ថត2ដងហើយនេះដែរទេបងប្អូនចង់ម៉ោងអញ្ចឹងក៏វារៀងយូរដែរលើសម៉ោងដែរចាទ្រាំបញ្ចប់បងគឺម៉ោង9ជិតម៉ោង10ដែរហ្នឹងថ្ងៃខ្លះដល់ម៉ោង10ម៉ោង10កន្លះអញ្ចឹងបងប្អូនតែជាស្ដែងនៅក្នុង app គេបិទម៉ោង9កន្លះទេបងប្អូនតែដោយសារតែពេលខ្លះយើងចូលបងចង់ម៉ោងឲ្យឆ្ងាយពេលខ្លះក៏ហាងក៏ធ្វើយូរអញ្ចឹងបានធ្វើយូរធ្វើឲ្យយើងរងចាំយូរដែរអញ្ចឹងនេះដោយសារតែ map recommend ឲ្យយើងជិះវាំងឆ្វាលផ្សារណាត់អញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំគាត់ផ្ញើសារមកគាត់នៅចាំមុខ office បងប្អូនអញ្ចឹងទីតាំងមកគាត់កន្លែង office លក់
កាយអាឡ័យលក់ផ្ទះបាទជនជាតិនេះដែរតែបងប្អូនដូចជាមើលទៅជនជាតិកូរ៉េបងប្អូនស្រីបាទអញ្ចឹងខ្ញុំជីតម្រង់ទៅកាន់ងារបងប្អូនប៉ុន្តែដោយសារតែផ្លូវស្អាតអញ្ចឹងហៅបងប្អូនផ្លូវស្រួលពេកខ្ញុំអត់ហ៊ានជិះលឿនទេខ្លាចកពប់អវ៉ាន់ផ្លូវរេងកលិចកលុកបងប្អូនដោយសារផ្លូវនឹងគេកំពុងតែធ្វើការអភិវឌ្ឍអញ្ចឹងឈូសឆាយមិនតន់ហើយទេបងប្អូនចឹងបងប្អូនជិះកាត់តាមផ្លូវហ្នឹងដឹងហើយបាទស្ថានភាពផ្លូវមិនដឹងហើយបាទនេះខ្ញុំជិះទៅតាមវងមូលសេះសបាទឬក៏អ្នកខ្លះហៅសេះហោះបាទជាប់អាឡ័យមហោស្រពស្ទឹងវិកាបងប្អូនផ្លូវបុកទៅខាងស្រែ100បងប្អូនប៊ីលប្រាយស្រែ100អញ្ចឹងខ្ញុំជិះទៅកាន់ស្រែ100ហើយភ្ញៀវចូលនៅលើក្នុងកន្លែងនឹងខាងជិះយូរដែរបងប្អូនអញ្ចឹងគេអភិវឌ្ឍបានច្រើនដែរទាក់ទងនឹងសំឡងនៅឋានអញ្ចឹងកន្លែង map ហ្នឹងមានផ្លូវមានអីបេតុងត្រឹមត្រូវស្អាតហើយមានហាងលក់ដូរមានអីកន្លែងញ៉ាំកន្លែងអីចឹងណាបងប្អូនចឹងមួយយ៉ាងដែរបាទកន្លែងហ្នឹងតាពេលមុនអត់មានអីដែលស្ងាត់ដែរទេបងប្អូនតែឥឡូវគេអភិវឌ្ឍទៅចឹងក៏ធ្វើឲ្យមានភាពខុសប្លែកអញ្ចឹងណាដោយសារតែខ្ញុំក៏ខានជិះទៅតាមផ្លូវនឹងយូរដែរបងប្អូនដោយសារអត់មានការងារត្រូវជិះទៅហើយណាមួយដឹកអីវ៉ាន់ក៏មិនដែរបានមានភ្ញៀវនៅខាងនឹងដែរអញ្ចឹងម៉ែរៀង slow បងប្អូនបើសិនវារៀង slow ហើយណាមួយខ្ញុំជិះរៀងយឺតដែរអញ្ចឹងផ្លូវយើងវាពិបាកហើយដោយសារតែគេធ្វើច្រើនតង់អញ្ចឹងគេឃុំអាស្បៃពួរបៃតងបងប្អូនសណាញ់ពួរបៃតងចិត្តផ្លូវអស់បងប្អូនពេលខ្លះមានតែមកច្រកម៉ូតូទេបាទជិះវាងជិះចូលតែមកច្រកម៉ូតូហើយបើសិនជាមានម៉ូតូមកពីមុខអីយើងត្រូវឈប់រងចាំគេឆ្លងសិនអានេះដូចស្ពានអញ្ចឹងស្ពានដែលអាចជិះបានតែមកម៉ូតូអញ្ចឹងណាឡើយខ្ញុំជិះដល់កន្លែងផ្លូវ8ទៅបៀប្រាយបងប្អូនហើយផ្លូវទៅកាន់កាមេរ៉ាបាទអញ្ចឹងខ្ញុំជិះត្រង់ហួសផ្លូវនឹងទៀតបងប្អូនហួសរហូតបាទជិះតាម map ទៅ location គាត់ត្រូវទេបងប្អូនបាទអញ្ចឹងដល់កន្លែងនេះខ្ញុំជិះរៀងលឿនបន្តិចដោយសារផ្លូវវារៀងស្លាយផ្លូវវាមានកន្លែងជិះស្រួលដែរអញ្ចឹងបងប្អូនប៉ុន្តែវាមានកលិចក្លុកខ្លះដែរអញ្ចឹងតែយើងជិះប្រយ័ត្នដែរអញ្ចឹងបងប្អូនពេលខ្លះលឿនទៅវាអាចកិច្ចមិនតាន់ធ្លាក់ក្លុកវាអត់ដួលអីទេគាត់ថាវាក៏ពប់អីវ៉ាន់ភ្ញៀវបាទដោយសារតែអវ៉ាន់ភ្ញៀវក៏កំងនឹងមានទឹកដែរពេលអញ្ចឹងខ្ញុំមិនហ៊ានជិះលឿនទេបងប្អូនខ្លាចក៏ពប់ទឹកហើយណាមួយទឹកគេដាក់កំប៉ុងកែវនឹងមានការ៉ូបជន់ដោយតាមហាងពុកគីហាងអីហ្នឹងគេមានម៉ាស៊ីនជន់រ៉ូបតែនេះគាត់លៀកណាការ៉ូបគេដាក់កែវដាក់ឆុងមីបងប្អូនដូចកែវមីឆុងអញ្ចឹងកែវជួអញ្ចឹងកែវកដាហ្នឹងកែវកដាហ្នឹងគេដាក់ភេសជ្ជៈទៅអញ្ចឹងខ្ញុំធ្វើការជិះបាទជិតដល់ភ្ញៀវហើយបងប្អូនតែសារអ៊ីនធឺណិត slow អញ្ចឹងបងប្អូនវាអត់នេះវាដើរអញ្ចឹងខ្ញុំបានមកដល់ហើយខ្ញុំឲ្យបានគាត់ដែរបងប្អូន